ខ្ញុំធ្លាប់តែគិតថាខ្លួនឯងជានារីរឹងមាំជានារីក្លាហានអាចដើរទៅណាមកណាដោយខ្លួនឯងបានក៏ប៉ុន្តែបន្ទាប់ពីខ្ញុំមកដល់ទីក្រុងឡុងនេះហើយខ្ញុំបានផ្លាស់ប្ដូរការគិតរបស់ខ្ញុំ180ដឺក្រេអ្នកទាំងអស់គ្នាខ្ញុំមានអារម្មណ៍ថាខ្លួនឯងនឹងអត់ទាន់ ready ក្នុងការមកលេងទីក្រុងនេះម្នាក់ឯងឡើយទេហើយបើអ្នកទាំងអស់គ្នាមានគោលបំណងចង់មកលេងទីក្រុងឡុងម្នាក់ឯងចាំមើលវីដេអូខ្ញុំខ្លះៗហើយក្រែងខ្ញុំបានចែករំលែកបទពិសោធន៍ថ្មីៗដែលអ្នកទាំងអស់គ្នាបានដឹងទៅឲ្យអ្នកទាំងអស់គ្នាបានដឹងអូខេខ្ញុំនិងបងខ្ញុំចាប់ផ្ដើមចិញ្ចនាពីផ្ទះទៅទីក្រុងឡុងនៅម៉ោង6ព្រឹកហើយយើងត្រូវប្រើរយៈពេល5ម៉ោងក្នុងការជិះឡានដើម្បីទៅដល់ទីក្រុងអ្នកទាំងអស់គ្នាត្រូវដឹងថានៅប្រទេសអង់គ្លេសនេះបើសិនជាគេចង់ធ្វើដំណើរទៅណាមកណាដែលមានរយៈចម្ងាយឆ្ងាយគេសុខចិត្តជិះរថភ្លើងប្រសើរជាងការជិះឡានព្រោះការជិះរថភ្លើងវាធ្វើឲ្យយើងអត់សូវហត់ហើយណាមួយវាមានសុវត្ថិភាពជាងការជិះឡានក៏ប៉ុន្តែជិះរថភ្លើងគឺថ្លៃខ្លាំងជាងការជិះឡានហើយពួកខ្ញុំទាំងពីរនាក់ជ្រើសរើសក្នុងការបើកបរដោយខ្លួនឯងក៏ព្រោះតែយើងអត់ចង់ចំណាយលុយច្រើនទៅលើការជិះរថភ្លើងហើយយើងនៅចំណាយលើការស្នាក់នៅទៀតចឹងណាចឹងក៏យើងសម្រេចចិត្តថាអូខេបើកបរឡានខ្លួនឯងទោះវាមានរយៈពេលយូររហូតដល់5ម៉ោងក៏ដោយបន្ទាប់ពីការចំណាយពេលយ៉ាងយូរក្នុងការបើកបររួចមកពួកយើងក៏បានមកដល់ទីក្រុងឡុងដែលជោគជ័យបងខ្ញុំក៏មកសថាគារដើម្បីរកកន្លែងចតឡានក៏អត់បើកចូលក្រុងទេព្រោះអីក្នុងក្រុងវាស្ទះហើយពេលយើងឈប់អីចឹងវាពិបាករកកន្លែងចតចឹងណាបន្ទាប់ពីចតឡានហើយពួកយើងក៏ដើរមកស្ថានីយ៍រថភ្លើងដើម្បីរកខ្សែរថភ្លើងដែលយើងអាចជិះទៅកន្លែងដែលយើងចង់ទៅចឹងណាហើយពួកខ្ញុំអត់ទាន់បាន check in សថាគារដោយសារតែសថាគារគេតម្រូវឲ្យ check in ម៉ោង2ដល់ចំណុចនេះខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថានៅក្នុងទីក្រុងឡុងអ្នកទាំងអស់គ្នាមានមធ្យោបាយធ្វើដំណើរចំនួន3ទី1គឺដើរថ្មើរជើងទី2គឺជិះរថភ្លើងទី3គឺជិះឡានក្រុងហើយទី4គឺជិះ taxi បើអ្នកទាំងអស់គ្នាសម្រាប់ចិត្តថាជិះរថភ្លើងអ្នកទាំងអស់គ្នាចំណាយតិចហើយបើសិនជាជិះឡានក្រុងប្រហែលជាចំណាយច្រើនតិចពីលើរថភ្លើងហើយបើសិនជាជិះតាក់ស៊ីប្រកាសណាស់ថាគឺថ្លៃចាអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ទៀតដែរថាអូយហើយខ្ញុំទៅដល់ទីក្រុងគេខ្ញុំរកស្ថានីយ៍រថភ្លើងមិនទៅហើយខ្ញុំមិនស្គាល់ថាស្ថានីយ៍រថភ្លើងមុខមិនទៅហើយមិនអីមិនចឹងណាចាចូលទៅក្នុង Google Map ហើយអ្នកទាំងអស់គ្នាវាយពាក្យថា train stationអ្នកទាំងអស់គ្នានឹងឃើញគេដាក់ទីតាំងថាស្ថានីយ៍រថភ្លើងនឹងនៅទីណាកុំភ័យកុំព្រួយបារម្ភអីទាំងអស់អ្នកទាំងអស់គ្នាពីព្រោះតែប្រទេសអង់គ្លេសនៅក្នុងទីក្រុងឡុងគឺស្ថានីយ៍រថភ្លើងគ្រប់ទីកន្លែងអ្វីដែលអ្នកទាំងអស់គ្នាត្រូវភ័យនោះគឺអ្នកទាំងអស់គ្នាចេះមើល map ជិះរថភ្លើងមិនដឹងជិះរថភ្លើងខ្សែមួយណាមិនដឹងទៅច្រកទ្វារមួយណាតែមិនអីអ្នកទាំងអស់គ្នាយើងមានមាត់យើងត្រូវតែចេះនិយាយចេះសួរគេមានបុគ្គលិកនឹងចឹងសួរគេទៅថាបើសិនជាយើងចង់ទៅនេះយើងត្រូវជិះរថភ្លើងខ្សែណាអញ្ចឹងហើយនៅពេលដែលរថភ្លើងទៅដល់គេមានប្រកាសប្រាប់ថាចេះឧទាហរណ៍ថាចេះ the next station is Westminster ចឹងអ្នកទាំងគ្នាចង់ទៅ Westminster ចឹងគេអ្នកទាំងគ្នាដឹងហើយថាអូអាហ្នឹង Westminster ហើយចោះមកបើសិនអ្នកទាំងគ្នាចង់ដឹងបន្ថែមពីការជិះរថភ្លើងនៅខ្លួនឯងនៅទីក្រុងឡុងខ្ញុំប្រហែលជាអាចបង្កើតវីដេអូមួយទៀត maybe the second video and then ខ្ញុំប្រហែលជាអាចនិយាយប្រាប់អ្នកទាំងគ្នាថា process គេបែបម៉េចតែពេលនេះខ្ញុំសូមនិយាយពីអ្វីដែលតទៅនៅក្នុងវីដេអូសិនចង់កន្លែងដែលបងខ្ញុំនាំខ្ញុំមកដំបូងគេគឺជាអគារមួយនេះដែលមានឈ្មោះថា Harrods ហើយវាមានលក់របស់ជាច្រើនមានដូចជា accessory កងដៃខ្សែដៃស្បែកជើងវ៉ែនតាកាបូបសម្លៀកបំពាក់ទឹកអប់គ្រឿងអលង្ការផ្សេងមាននៅក្នុងនេះទាំងអស់ហើយតម្លៃវិញហេងថ្លៃគួរសមចឹងទៅបើតាមខ្ញុំគិតនៅនេះភាគច្រើនអ្នកមានឬក៏ដាដែលគាត់មក shopping មកទិញអីវ៉ាន់នៅនេះចឹងណាព្រោះមើលទៅវាសិតតែជា brand ល្បីហើយពីដើរអស់រយៈពេល1ម៉ោងទៅ1ម៉ោងកន្លះហើយពួកយើងក៏នាំគ្នាចេញពីអគារហ្នឹងដើម្បីធ្វើដំណើរទៅ Big Ben ម្ដងខ្ញុំអត់ឆ្លៃចិត្តទេអ្នកទាំងគ្នាដែលភ្ញៀវទេសចរគេចង់មកដើរលេងនៅទីក្រុងឡុងនេះក៏ព្រោះតែអ្នកទាំងអស់គ្នាមើលអគារគេអូមួយស្អាតហើយភាគច្រើនអគារនៅនេះគេធ្វើបើសិនជាពណ៌អីនឹងហ្មងពណ៌សពណ៌ថ្នោតចឹងហ្មងហើយវាមើលទៅវាមានលក្ខណៈថាជាអគារចំណាស់ក៏ប៉ុន្តែស្អាតរបៀបថ្លៃថ្នូរ Royal Vintage មិនត្រឹមតែប៉ុណ្ណោះហើយអ្នកទាំងអស់គ្នាគឺវា clean look at the road it's so clean អត់មានសារ៉ាមអត់មានអីញ៉ៃមើលទៅវាប្លង់អញ្ចឹងបានមានអារម្មណ៍ថាអូយយើងមកហើយយើងចង់មកម្ដងទៀតយើងចេះតែនឹក London យើងចង់មកលេង London មិនត្រឹមតែ clean ទេអ្នកទាំងអស់គ្នាឃើញអញ្ចឹងឃើញគេទីក្រុងអញ្ចឹងមែនណាក៏ប៉ុន្តែ the trees is everywhere I mean ដើមឈើគ្រប់កន្លែងគេជាទីក្រុងមែនក៏ប៉ុន្តែគេអត់ផ្លិចទេនៅការដាំដើមឈើព្រៃឈើអីចឹងទៅអូយ that's why I love it ហើយខ្ញុំក៏ដើរកាត់រាជវាំងនៅសួនច្បារបើស្ដេចអ្នកទាំងគ្នាលំធំប៉ុណ្ណាណៃខ្ញុំក៏ចោទសួរបងខ្ញុំថាចេះបងនៅនេះប្រជាជននៅនេះគេដឹងថាស្ដេចរស់នៅណាមែនហើយចុះបើមានចៅគេចង់ចូលលួចចៅចូលប្លន់ធ្វើម៉េចបងខ្ញុំថាចេះ
អូនឯងមើលទៅបងដឹងអូយខ្ញុំអត់ទៅសើតែអង់គ្លេសបានណាចាទៅហើយមានជាការខកបំណងជាខ្លាំងហើយអ្នកទាំងអស់គ្នាមើលនេះនៅមុខព្រះរាជវាំងនៅមុខព្រះរាជវាំងនេះហើយភ្ញៀវទេសចរឡើងច្រើនបន្ទាប់ពីខ្ញុំបានដើរអស់រយៈចម្ងាយប្រហែលជាជិត10គីឡូម៉ែត្រមកខ្ញុំក៏បានមកដល់ Big Ben ខ្ញុំនិយាយមែនអ្នកទាំងអស់គ្នាជិត10គីឡូម៉ែត្រមែនអត់កុហកអីឈរថតរូបថតអីមើល Big Ben ហើយពួកយើងក៏ដើរទៅរក restaurant ទៅញ៉ាំអីចឹងណាអស់រយៈចម្ងាយប្រហែលជា 3-4 គីឡូម៉ែត្រទៀតចានិយាយទៅគឺដើរដល់ថ្ងៃ0ថ្ងៃស្លាប់តែម្ដងតែអត់សូវអីអ្នកទាំងអស់គ្នាដោយសារតែខ្ញុំបានដើរមើលកន្លែងស្អាតមើលអគារស្អាតហើយមកកន្លែងនេះហើយអ្នកទាំងអស់គ្នាធ្លាប់ឃើញអាវីដេអូគេឈោថតមួយសេះហ្នឹងនៅអង់គ្លេសហ្នឹងហើយខ្ញុំអត់ហ៊ានខ្ញុំដូចអត់មាន tourist ណាសុំថតទេតែមើលមុខអ្នកយាមសេះមុខកាចឹងណាហ៊ានថតទីបំផុតខ្ញុំក៏បានមកដល់ restaurant ហើយ restaurant ដែលខ្ញុំចូលញ៉ាំគឺ restaurant របស់ថៃចាខ្ញុំមិនអាចនិយាយបានទេក៏ព្រោះតែ everywhere in England ខ្ញុំមើលឃើញតែថៃខ្ញុំអត់សូវមើលឃើញ restaurant របស់កម្ពុជា so យើងអត់ដឹងអត់ខ្វល់អីច្រើនទេចា restaurant អីក៏ហូបដែរឥឡូវព្រោះ clean ខ្លាំងណាស់ហើយខ្ញុំ order ស្អីគេម្ហូបពីមុខនេះខ្ញុំ order មីបុកល្ហុងចាមី papaya salad ហើយគេដាក់មកទាំងរ៉េទាំងតបោះហេឆ្នៃប្រឌិតរបស់គេកុំឲ្យអ្នកទាំងអស់គ្នាចេះតែថាខ្ញុំចេះតែនិយាយឥឡូវអ្នកទាំងអស់គ្នាមើលនេះស្ថានីយ៍រថភ្លើងគេឡើងដូចពលានយន្តហោះអូខេឥឡូវយើងនាំគ្នាធ្វើដំណើរទៅសណ្ឋាគារយើងវិញដើម្បីសម្រាកដៃសម្រាកជើងទុកធ្វើដំណើរនៅថ្ងៃស្អែកទៀត so I see you guys in the next video bye thank you for watching and don't forget to follow my Facebook page ក៏ដូចជា my TikTok page thank you